ยุติรักประองทรงกรุบมองโอนจนรวมเจียดมาแต่ออกสุดกรุบจุดพิเศษคือทรงกรุบจนรวมรัวหนึ่งกรมตัวซาบอกจนรวมรัวหนึ่งซอกการที่30การมีนาชนะมือปอนกรมบริการสุขภาพไงนี้วิจิตรไงที่30การมีนาชนะที่ปอนมาเป็น5យើងមកជួបជុំគ្នានៅមុខអតីតមន្ត្រីរដ្ឋសភាជាតិដោយតែយើងធ្លាប់បានមកជួបជុំគ្នាជារៀងរាល់ឆ្នាំនេះថ្ងៃទី30ខែមីនាគឺមានរយៈពេល28ឆ្នាំហើយដែលព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបគឺការគប់ក្របែកដៃចំនួន4គ្រាប់មកលើវងបាតកោអហិង្សាដែលទាមទារឲ្យមានតុលាការឯករាជ្យមានយុត្តិធម៌និងមានប្រជាធិបតេយ្យដែលដឹកនាំដោយលោកសនតាស៊ីអតីតស្ថាបនិកគណៈបកលើកទៀនដែលបណ្ដាលឲ្យជនស្លូតត្រង់យ៉ាងតិច16រូបបានស្លាប់បាត់បង់ជីវិតនិងរងរបួសជាង100នាក់ព្រឹត្តិការណ៍នេះគឺមិនមែនតែប្រជារាស្ត្រខ្មែរទេគឺពិភពលោកទាំងមូលចងចាំថាជាអំពើភេរវកម្មដ៏សាហាវយំភ្នង28ឆ្នាំបានកន្លងផុតទៅហើយក៏ប៉ុន្តែរដ្ឋអំណាចដែលមានសមត្ថកិច្ចនៅតែមិនទាន់អាចវេទមុខឧក្រិដ្ឋជនឃើញច្បាស់លាស់ឬពិតប្រាកដដើម្បីយកមកប្រន្ទាទោសតាមច្បាប់នៅឡើយអ្វីដែលយើងទាំងអស់គ្នារងចាំគឺជាអ្វីដែលប្រជារាស្ត្រខ្មែរគ្រប់រូបចង់បានគឺយុត្តិធម៌ពិតប្រាកដមួយសម្រាប់ជនគ្រប់រូបនីតិរដ្ឋភាពគឺជាភាពដែលរួចផុតពីការប្រន្ទាទោសរបស់ឧក្រិដ្ឋជននៅចំពោះមុខច្បាប់ជាសាធារណៈក្នុងពិធីនេះយើងទាំងអស់គ្នាសូមលំអោនកាយគោរពដោយភក្ដីភាពដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិវីរៈបាតកោដែលយើងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនៅព្រឹត្តិការណ៍ដ៏សែនឈឺចាប់និងរន្ធត់នេះខ្ញុំចងចាំថាសិស្សនិស្សិតយុវជនពិសេសកម្មការិនីដែលបានរងរបួសនិងបាត់បង់ជីវិតនៅថ្ងៃទី30ខែមីនាឆ្នាំ1997គឺសុទ្ធសឹងជាអ្នកដែលស្រឡាញ់យុត្តិធម៌បានមកប្រមូលផ្ដុំគ្នានៅទីនេះជាពិសេសកម្មការិនីកាដេដែលជាជនរងគ្រោះព្រោះថាកែគិតសង្កត់និងជិះជាន់ដូច្នេះខ្ញុំសូមអំពាវនាវដល់យុវជនសម័យនេះចងចាំនៅការលះបង់នៅវីរភាពរបស់យុវជនយុវនារីកាលពី28ឆ្នាំមុនដែលបានតស៊ូដើម្បីបុព្វហេតុយុត្តិធម៌នាពេលនេះយើងនៅតែមានជំនឿថាយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យនាពេលនោះយើងនៅតែមានជំនឿថាយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យប្រកបជានឹងកើតមានឡើងពិតប្រាកដតាមរយៈការចូលរួមរបស់បងប្អូនទាំងអស់គ្នាការជួបជុំថ្ងៃនេះមិនមែនពាក់ព័ន្ធតែជាមួយក្រុមគ្រួសារនៃជនរងគ្រោះនោះទេគឺពាក់ព័ន្ធជាមួយយើងទាំងអស់គ្នាដែលស្រឡាញ់និងចង់បានយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដយើងនៅតែប្រារព្ធពិធីបង្សុកូលបែបសាសនាដើម្បីជាការចងចាំនៅការធ្វើពលិកម្មរបស់ពួកគាត់ដើម្បីភាពយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យសម្រាប់មាតុភូមិយើងខ្ញុំប្រកាសណាសូមអរព្រគុណនិងសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានមកចូលរួមក្នុងពិធីនាថ្ងៃនេះដែលជាការរំលឹកសោកនាដកម្មនៃការទាមទារឲ្យមានតុលាការឯករាជ្យមានយុត្តិធម៌និងមានប្រជាធិបតេយ្យពិតប្រាកដសូមជូនពរបងប្អូនមានសុខភាពល្អនិងពុតពរទាំង4ប្រការគឺអាយុវណ្ណៈសុខភាពលក្ខណៈក្រៀងក្រៀនឲ្យសូមអរព្រគុណនិងសូមអរគុណថ្លែងនៅក្នុងកំឡុងពេលធ្វើពិធីគ្រប់វិញ្ញាណខណ្ឌចំពោះបាទជាកិច្ចបន្តសូមគ្រប់អញ្ជើញឯកឧត្តមសុឆៃឡើងថ្លែងសន្និដ្ឋានហើយមកខាងមុខនេះបាទមកចូលដល់មុខនេះឥឡូវនេះលោក